ថៃថ្មីផ្លៃរហូតនៅច្រកប៉ោយប៉ែតទីហ៊ានថៃបញ្ជាមិនឲ្យម៉ូតូរមាក់រទេះចូលតែឲ្យឡានចូលបានថ្មីទៀតហើយច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទីហ៊ានថៃបញ្ជាមិនឲ្យម៉ូតូរមាក់រទេះកង់3ធ្វើដំណើរចេញចូលនោះឡើយតែបែរជាអនុញ្ញាតឲ្យរថយន្តធ្វើដំណើរចេញចូលធម្មតាទៅវិញបើតាមគណនីភ័យឈ្មោះនគរត្រាកោតបានបញ្ជាក់ថាយោធាថៃមិនអនុញ្ញាតឲ្យអាជីវករខ្មែរជិះចូលទៅលក់ដូរក្នុងផ្សាររោងឃ្រឿងថៃសភាពការនៅព្រំដែនថ្ងៃទី23ខែមិថុនាឆ្នាំ2025នេះបងប្អូនអាជីវករនិងកម្មករអរទេសច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតពួកគាត់ធ្វើដំណើរទៅលក់ដូរខាងប្រទេសថៃធម្មតាតែដោយឡែកជនជាតិថៃដែលមកធ្វើការនៅក្នុងកាស៊ីណូក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាជាប់ព្រំដែនភាគីថៃមិនអនុញ្ញាតឲ្យចូលមករកស៊ីនោះទេតាមការឲ្យដឹងពីមន្ត្រីច្រកទ្វារព្រំដែននៅថ្ងៃដដែលនេះថាយោធាថៃមិនអនុញ្ញាតឲ្យអាជីវករខ្មែរយកម៉ូតូចូលក្នុងផ្សាររោងឃ្រឿងប្រទេសថៃដែលឈោងច្រកព្រំដែនប៉ោយប៉ែតគឺយោធាថៃឲ្យដើរថ្មើរជើងទាំងអស់ដោយឡែកអាជីវករដែលមានរថយន្តបើកចូលទៅលក់ដូរក្នុងផ្សារខាងលើគឺយោធាថៃបានអនុញ្ញាតឲ្យបើកចូលបានយ៉ាងណាមិញជុំវិញរឿងនេះក៏មានពលរដ្ឋខ្មែរជាច្រើនបានបញ្ចេញមតិថាបើមិនឲ្យរទេះរុញម៉ូតូចូលចេញទេបិទទាំងស្រុងតែម្ដងទៅថាតើវាមានកលអ្វីទៀតភាពរើសអើងថៃសឲ្យយើងឃើញច្បាស់វាគ្មានបំណងល្អឡើយថៃសម្រាប់ទាំងនយោបាយសម្រាប់ទាំងសេដ្ឋកិច្ចនិងប្រជាជនខ្លួនឯងចុងក្រោយនរណាជាអ្នកសោកស្ដាយមើលនឹងគិតសពទៅថៃនេះផ្ដាំឈួតនឹងអំនួតហើយคล้ายទៅជាលបែងកូនក្មេងចំណែកពលរដ្ឋផ្សេងទៀតថាពួកថៃនេះវាធ្វើអីតាមតែចិត្តវាដល់ខាងខ្មែរលេងវិញតាំងដើរតួកំសត់ដោយរឿងនឹងវាមិនមែនជាអ្នកផ្ដាំមុនអីចឹងបើខ្ញុំជាអ្នកដឹកនាំរឿងពានរង្វាន់អូស្ការត្រូវឲ្យទៅថៃហើយមើលទៅ